វត្តព្រមទាំងបាត់បង់សិក្សាយោជំនាញទាំង6ខាងលើនេះបាទយើងនឹងប្រើប្រាស់វិទ្យាសាស្ត្រស្រុកថាវិការស្រុកបាទដើម្បីឈ្មោះទៅកាន់គោលដៅមួយហ្នឹងដើម្បីធ្វើឲ្យមានសក្តានុពលបាទទទួលនៅសក្ការៈខ្ញុំបាទបណ្ឌិតកុយកុសលថ្ងៃនេះត្រូវបានការអនុញ្ញាតពីអាយដាមសាស្ត្រាចារ្យបណ្ឌិតហៅពេញសាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រងខ្ញុំបាទបានដឹកនាំប្រតិភូសាស្ត្រាចារ្យលោកស្រីនៃឋានៈដឹកនាំនៃសាកលនៃមហាវិទ្យាល័យរ៉ែមថុកនេះនៅក្នុងសាកលវិទ្យាល័យគ្រប់គ្រងបានចូលជួបសំណេះសំណាលជាមួយនឹងអាយដាមបណ្ឌិតអភិបាលខេត្តនិងសហការីក្នុងគោលបំណងស្វែងយល់អំពីដំណើរការនៃការអភិវឌ្ឍខេត្តកំពតនាពេលបច្ចុប្បន្ននិងទៅពេលអនាគតទៅលើផែនការយុទ្ធសាស្ត្រនិងចក្ខុវិស័យបន្តរបស់ខេត្តកំពតថ្ងៃនេះក្រុមយើងខ្ញុំពិសេសប្រតិភូទាំងអស់មានមោទនភាពនិងរំភើបអត់ឧបមាក្នុងការទទួលស្វាគមន៍រាក់ទាក់អំពីអាយដាមបណ្ឌិតអភិបាលខេត្តនិងសហការីការទទួលរាក់ទាក់នេះគឺហាក់ដូចជាផ្ដល់នៅតម្លៃនិងកិត្តិយសនិងស្នាមញញឹមដោយមានទំនាក់ទំនងជាមហាគ្រួសារខ្មែរតែមួយនៅក្នុងខេត្តកំពតរបស់លោកបានផ្ដល់នៅការផែនការនៃការអភិវឌ្ឍខេត្តជាបន្តបន្ទាប់ខ្ញុំគិតថាអាយដាមអភិបាលខេត្តមានចក្ខុវិស័យវែងឆ្ងាយលោកចង់ឲ្យខេត្តកំពតក្លាយជាខេត្តគំរូមួយដ៏ល្អក្នុងចំណោមខេត្តទាំងអស់នៅក្នុងប្រជាណាចក្រកម្ពុជាមានស្នាមញញឹមខ្មែរជាខ្មែរស្នាមញញឹមខ្មែរជាមួយនឹងសាសនាដទៃទេសចរសម្បូរបែបរចនាបថទំនើបនិងរចនាបថខ្មែរនៅក្នុងប្រទេសខ្មែរទាំងតែម្ដងខ្ញុំសង្ឃឹមថាខេត្តកំពតពីមួយឆ្នាំទៅមួយឆ្នាំរីកចម្រើនកាន់តែប្រសើរបន្ថែមទៀតពិសេសលើវិស័យទេសចរនឹងតែម្ដងបាទមានសេចក្តីសំណោះរីករាយក្រៃលែងដោយមហាវិទ្យាល័យគណៈនេរ៉ែមថុបានដឹកនាំដោយបណ្ឌិតកុយកុសលដឹកនាំលោកគ្រូអ្នកគ្រូមកធ្វើទស្សនកិច្ចនៅខេត្តកំពតដើម្បីយកនៅបទពិសោធន៍ល្អក្រោមការដឹកនាំរបស់អាយដាមអភិបាលខេត្តហើយជាចំណុចសំខាន់ដែលជាលទ្ធផលនៅក្នុងការពិភាក្សាផ្ដល់នៅកំណត់ល្អក្នុងនាមខ្ញុំជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងទទួលបាននៅ3ចំណុចសំខាន់ដែលជាកតិដ៏ល្អរបស់អាយដាមអភិបាលខេត្តហើយចំណុចទាំង3នេះខ្ញុំគិតថានឹងយកទៅបណ្ដុះបណ្ដាលទៅដល់សិស្សនិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងច្បាច់យកនៅចំណុចសំខាន់ដូចខាងក្រោមចំណុចទី1តកតងទៅនឹងការគ្រប់គ្រងមនុស្សការគ្រប់គ្រងធនធានមនុស្សគឺឆ្លងតាមធ្វើការបត់បង្ហាញរបស់អាយដាមឃើញថាអាយដាមមានទស្សនវិស័យមានការដឹកនាំបានយ៉ាងល្អហើយចំណុចទី2គឺការដោះស្រាយទំនាស់នៅក្នុងខេត្តកំពតឆ្លងតាមការពិនិត្យមើលឃើញថាកន្លងមកអាយដាមអភិបាលខេត្តដោះស្រាយបានល្អហើយមានចំណុចខ្លះជាចំណុចដែលក្នុងនាមខ្ញុំជាសាស្ត្រាចារ្យត្រូវយកចំណុចល្អនេះដើម្បីទៅបង្រៀនជានិស្សិតថែមទៀតចំណុចទី3គឺជាចំណុចមួយនិយាយអំពីការអភិវឌ្ឍដួងព្រលឹងជាតិនៅក្នុងខេត្តកំពតចំណុចទី3នេះក៏ជាសារៈសំខាន់ដែរនៅក្នុងខេត្តកំពតហើយជាទស្សនៈល្អរបស់អាយដាមដើម្បីបំផុសគំនិតប្រជាជនក៏ដូចជាប្រជាពលរដ្ឋឲ្យមានឆន្ទៈរួមគ្នាវិញជាធ្លុងមួយក្នុងការថែរក្សាដួងព្រលឹងជាតិក្នុងការថែរក្សាការលះបង់ក្នុងនាមយើងជាមនុស្សដែលកើតមកត្រូវមានកាតព្វកិច្ចពីរទី1ត្រូវគិតពីកាតព្វកិច្ចរបស់ជាតិទី2ត្រូវគិតអំពីកាតព្វកិច្ចរបស់ខ្លួនអញ្ចឹងចំណុចទាំង3នេះដែលខ្ញុំបានមកស្ដាប់ចូលរួមសំណេះសំណាលជាមួយអាយដាមអភិបាលខេត្តគឺមានសារៈសំខាន់ណាស់ហើយខ្ញុំអាចយកចំណុចសំខាន់ទាំង3នេះដើម្បីទៅធ្វើការផ្សព្វផ្សាយបណ្ដុះបណ្ដាលឬក៏យកទៅបញ្ចូលនៅក្នុងការស្រាវជ្រាវទៅដល់និស្សិតទៅថ្ងៃអនាគតបន្ថែមទៀតហើយក៏សូមថ្លែងអរគុណដល់អាយដាមអភិបាលខេត្តរាល់ទស្សនៈទាននិងកតេរបស់អាយដាមគឺមានវិសាលថ្លៃថ្លាណាស់ហើយវាជា
គំរូមួយជាពុំមួយសម្រាប់បណ្ដោះបណ្ដាលហើយអាចខេត្តដតីទៀតក៏យកកតិឬក៏ទ្រឹស្ដីរបស់ឯកឧត្តមហ្នឹងយកទៅ apply បានទទួលជោគជ័យសូមអរគុណច្រើនបង